គឺមានហេតុការណ៍ដោយបរោះម្នាក់យើងមិនដឹងថាជាជនជាតិអីទេឡើងទៅលើអុកឡុកគឺនៅលើ banner នេះតាំងពីម៉ោង 2:10 រហូតដល់មកទល់ម៉ោង 2 នេះទើបសម្រាប់ចងកបានសម្រាប់ទៅតាមបណ្ដោយផ្លូវជាតិលេខ 1 មុខនឹងមកកោះនៃរ៉ូតនេះតែម្ដងក្រោយពីយើងទំនាក់ទំនងទៅ117បានទំនាក់ទំនងថាបងមានបរោះម្នាក់បានឡើងទៅលើ banner ឥឡូវនេះបរោះដែលបានអុកឡុកខាងលើនេះគឺចងកបានសម្រាប់នៅលើ banner ខាងលើនេះទៅតាមបណ្ដោយផ្លូវជាតិលេខ 1 ក្នុងសង្កាត់នៃរ៉ូតមុខនឹងប៉ុស្តិ៍នៃរ៉ូតតែម្ដងមិនឃើញហេតុការណ៍នឹងខ្លះបង បាទឃើញមក ដំបងគាត់ឡើងទៅយ៉ាងម៉េចឲ្យមកប្រមាណបានគាត់ចងបង គាត់ឡើងទៅប្រហែលជាម៉ោង10ជាងបង 10ជាង បាទម៉ោង12បានគាត់ចងគេហៅចែកទៅបាន ហៅស្រែកហៅមិនគាត់ចោះដែរ ហៅចូលបងហៅលងមិនគាត់ចូលដែរបងបាទបន្ទាប់មកម៉ោង12គេទៅស្ងាត់អស់គាត់ចងកម្នាក់ឯងហ្មង ពេលទៅស្ងាត់អស់ចុះប៉ូលីស ប៉ូលីសគាត់រវល់ធ្វើការបងអត់ដឹងដែរបង លីនរវល់ធ្វើការនៅខាងក្នុងហើយយើងស្រែកប្រាប់អត់មិញ បាទប៉ូលីសគាត់ចេញមកឃើញខ្លួនគាត់ដល់តែម្ដង ប៉ូលីសគាត់ចេញមកឃើញ បាទបងបាទ ពេលចងកហ្នឹង បាទបង ឥឡូវខ្មោចគេយកទៅណាបាត់ហើយតម្លាក់បាត់ហើយ បាទឃើញឡានដឹកសពតម្លាក់ឃើញដឹកទៅខាងនោះដឹងដឹកទៅណាបងបាទបងបាទ ទៅបាត់ហើយអញ្ចឹងបងជំរាបសួរបងសមាជិកបងមកដល់នេះបងទទួលបានព័ត៌មានបឋមយ៉ាងម៉េចបង ថាមានមនុស្សប្រុសម្នាក់គាត់ឡើងទៅលើអា banner ហ្នឹង ឡើងតាំងពីម៉ោងប្រហែលបង អត់ដឹងថាឡើងប៉ុន្មានទេតែឃើញថាមនុស្សប្រុសម្នាក់គាត់នៅលើ banner ហ្នឹងធ្លាក់ជើងចុះមកអញ្ចឹងដល់ពេលយើងឲ្យកម្លាំងចុះទៅពិនិត្យទៅបានឃើញថាមានមនុស្សប្រុសចងកតែយើងអត់ដឹងថាគាត់អត្តសញ្ញាណគាត់របៀបម៉េចទេបាទប្រជាពលរដ្ឋប្រាប់ទៅខាងប៉ុស្តិ៍យើងនៅជាប់ក្បែរហ្នឹងអញ្ចឹងយើងបានទទួលព័ត៌មានមកក៏យើងចុះមកសហការមកឃើញទាំងក៏យើងធ្វើការបន្តទៀតទៅ ឥឡូវសັບយកទៅណាវិញបង តម្កល់នៅវត្តអស័យស្រស់ បាទដើម្បីយើងធ្វើការផលិតបន្តទៀតយើងអត់អាចទាន់កំណត់អត្តសញ្ញាណបាន អត់ទាន់បានទេណាបង បាទ អត់ដឹងថាបងប្អូននៅណាណាបង បាទអត់ទាន់ដឹង អរគុណបងអរគុណបងអរគុណ ថ្នាំដុសធ្មេញយឺនសិនម៉ាក់អ៊ីជួយកម្ចាត់ក្លិនមាត់មិនល្អជួយបំបត្តិរលាកនិងស្រាលស្រាញតាមអញ្ចាញធ្មេញព្រមទាំងមានអារម្មណ៍ស្រឡះក្នុងមាត់ក្រោយពេលប្រើប្រាស់មួយទីបត្រឹមតែ 20000 រៀលប៉ុណ្ណោះអាចប្រើប្រាស់បានទៅដល់3ខែ ជាលើកដំបូងកាហ្វេ 4 in 1 មាននៅស្រុកខ្មែរផលិតដោយក្រុមហ៊ុនកាហ្វេធម្មជាតិ Sinvayu ធានាទាំងគុណភាពនិងតម្លៃថោកត្រឹមតែ 1000 រៀលក្នុងមួយកញ្ចប់និងមានតែមួយគត់នៅកម្ពុជាលក់លៀងឃ្លាំងពីសុនស៊ីម៉េកូបញ្ចុះតម្លៃរហូតដល់ 50% រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទសម្ភារៈផ្ទះបាយទូរស័ព្ទដៃនិងគ្រឿងសង្ហារិមពីក្រុមហ៊ុនសុនស៊ីម៉េកូនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% ភ្លាមអនុវត្តចាប់ពីថ្ងៃទី1ដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025នេះតែប៉ុណ្ណោះរੂរឡើងកុំឲ្យឱកាសដ៏ពិសេសនេះកន្លងហួសទៅឲ្យសោះ គ្រប់នឹងជំរាបសួរទៅដល់ប្រិយមិត្តទស្សនិកជនដែលនិយមនឹងតាមដានរាល់ការផ្សាយរបស់អង្គភាពវិទ្យុមុននេះបន្តិចគឺមានហេតុការណ៍ដោយបរោះម្នាក់យើងមិនដឹងថាជាជនជាតិអីទេឡើងទៅលើអុកឡុកគឺនៅលើ banner នេះតាំងពីម៉ោង 2:10 រហូតដល់មកទល់ម៉ោង 2 នេះទើបសម្រាប់ចងកបានសម្រាប់ទៅតាមបណ្ដោយផ្លូវជាតិលេខ 1 មុខនឹងមកកោះនៃរ៉ូតនេះតែម្ដងក្រោយពីយើងទំនាក់ទំនងទៅ117បានទំនាក់ទំនងថាបងមានបរោះម្នាក់បានឡើងទៅលើ banner ហើយអុកឡុកមានការភ្ញាក់ផ្អើលទៅតាមបណ្ដោយផ្លូវជាតិលេខ 1 ក្នុងសង្កាត់នៃរ៉ូតខណ្ឌច្បារអំពៅបាទតាំងពីម៉ោង 12 យប់បាទថ្ងៃទី30បាទខែធ្នូឆ្នាំ2025ឥឡូវនេះបរោះដែលបានអុកឡុកខាងលើនេះគឺចងកបានសម្រាប់នៅលើ banner ខាងលើនេះទៅតាមបណ្ដោយផ្លូវជាតិលេខ 1 ក្នុងសង្កាត់នៃរ៉ូតមុខនឹងប៉ុស្តិ៍នៃរ៉ូតតែម្ដងក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងឥឡូវនេះយើងទៅមើលទស្សនវិជ្ជានៅទីតាំងចំណុចកើតហេតុដោយមុនពេលបរោះម្នាក់ដែលបានអុកឡុកបងប្អូនប្រជាពលរដ្ឋឡើងទៅលើ banner ខាងលើនឹងហើយឥឡូវនេះបរោះខាងលើនេះបានចងកបានសម្រាប់នៅម៉ោង 2 យប់បាទនៅលើ banner នេះភ្លាមអូនបងសុំសួរតិចមកបងប្រុសបើមិនឃើញហេតុការណ៍នឹងខ្លះបង បាទឃើញមក ដំបងគាត់ឡើងទៅយ៉ាងម៉េចឲ្យមកប្រមាណបានគាត់ចងបង គាត់ឡើងទៅប្រហែលជាម៉ោង10ជាងបង 10ជាង បាទម៉ោង12បានគាត់ចងគេហៅចែកទៅបាន ហៅស្រែកហៅមិនគាត់ចោះដែរ ហៅចូលបងហៅលងមិនគាត់ចូលដែរបងបាទបន្ទាប់មកម៉ោង12គេទៅស្ងាត់អស់គាត់ចងកម្នាក់ឯងហ្មង ពេលទៅស្ងាត់អស់ចុះប៉ូលីស ប៉ូលីសគាត់រវល់ធ្វើការបងអត់ដឹងដែរបង លីនរវល់ធ្វើការនៅខាងក្នុង បាទ ហើយយើងស្រែកប្រាប់អត់មិញ បាទប៉ូលីសគាត់ចេញមកឃើញខ្លួនគាត់ដល់តែម្ដង ប៉ូលីសគាត់ចេញមកឃើញ បាទបងបាទ ពេលចងកហ្នឹង បាទបង ចុះឥឡូវខ្មោចគេយកទៅណាបាត់ហើយតម្លាក់បាត់ហើយ បាទឃើញឡានដឹកសពតម្លាក់ឃើញដឹកទៅខាងនោះដឹងដឹកទៅណាបង អញ្ចឹង បាទបងបាទ ដឹកទៅណាបាត់ហើយអញ្ចឹងអរគុណច្រើនណាបងប្រិយមិត្តជនឥឡូវបានសម្រេចហើយក្រោយពីអុកឡុកបាទនៅនឹងមុខបាទនៃរ៉ូតហើយក៏បន្ទាប់មកក៏ឡើងទៅលើ banner ខាងលើហ្នឹងក៏សម្រេចចិត្តចងកធ្វើអត្តឃាតខ្លួនឯងបានសម្រេចបាទនៅម៉ោង 2 យប់ទម្លាក់ជើងចុះមកក្រោមឥឡូវនេះក៏ត្រូវបានសមាជិកទម្លាក់សាកសពកាត់ខ្សែទម្លាក់សាកសពយកចុះមកក្រោមហើយបាទឥឡូវនេះដឹកយកទៅវត្តដើម្បីស្វែងរកក្រុមគ្រួសារសាច់ញាតិនេះបើតាមវីដេអូកាមេរ៉ាពីបងប្អូនប្រជាពលរដ្ឋដែលគាត់ចោមរោមមើលនិងសាកសួរនាំខ្ញុំសួរនាំមុននឹងខ្លះគាត់ថាគាត់ត្រូវការបរិយា
ជក់មិនដឹងថាមានរឿងអីកើតឡើងទៅលើខ្លួនគាត់ទេបងប្អូនតាំងពីម៉ោងដល់បងប្អូននិយាយតាំងពីម៉ោង10ឡើងទៅលើហ្នឹងហើយមិនដឹងថាគាត់មានរឿងអីក៏បានឡើងផ្អើលឆោឡោពេញស្តុបនៃរ៉ូតនេះតែម្ដងហើយភ្លាមនោះក៏ពួកយើងបានមកដល់ភ្លាមនោះក៏យើងតាក់ទងទៅខាង117ក៏គាត់ប្រាប់ថាបោះនៅមុខហ្នឹងអូនស្រែកហៅខ្ញុំក៏ស្រែកហៅដោយឡែកក្រោយពីម៉ោង2យប់ម្លងបានប្រហែលជា1ម៉ោង2ម៉ោងបុរសខាងលើបានសម្រេចចិត្តចងកបានសម្រេចនៅលើ banner នេះតែម្ដងឥឡូវនេះសមាជិកបានទម្លាក់ខ្សែចុះមកក្រោមហើយក៏កាត់យកសាកសពដើម្បីដឹកយកទៅវត្តហើយបាទជុំវិញខាងលើនេះបុរសខាងលើយើងមិនទាន់ដឹងថាគាត់មានរឿងអីកើតឡើងទេបានឡើងទៅលើ banner នេះចងកបានសម្រេចនៅតាមបណ្ដោយផ្លូវជាតិលេខ1ក្នុងសង្កាត់នេរ៉ូតខណ្ឌច្បារអំពៅបាទហើយនៅមុខរបស់នេរ៉ូតនេះតែម្ដងក្រោយពីយើងតាក់ទងទៅ117អរគុណតិចទៀតយើងនឹងសាកសួរទៅសមាជិកបន្ថែមទៀតក្រោយពីទទួលបានដំណឹងនេះថាក្នុងករណីអត្តឃាតខាងលើនេះតាំងពីម៉ោងប្រហែលអីម៉ោងប្រហែលហើយជនរងគ្រោះមូលហេតុអីបានរហូតដល់ថ្នាក់ចងកសម្លាប់ខ្លួនតាំងពីម៉ោង2គាត់ដូចបងអូននិយាយចឹងក៏ឡើងតាំងពីម៉ោង10ទើបសម្រាប់ចិត្តចងកនៅម៉ោង2យប់នេះបានសម្រេចឥឡូវនេះកាត់សពតម្លាក់ចុះមកក្រោមហើយបងជំរាបសួរបងសមាជិកបងមកដល់នេះបងទទួលបានព័ត៌មានបឋមយ៉ាងម៉េចបងថាមានមនុស្សប្រុសម្នាក់គាត់ឡើងទៅលើ banner ហ្នឹងឡើងតាំងពីម៉ោងប្រហែលបងអត់ដឹងថាឡើងប៉ុន្មានទេតែឃើញថាមនុស្សប្រុសម្នាក់គាត់នៅលើ banner ហ្នឹងធ្លាក់ជើងចុះមកអញ្ចឹងដល់ពេលយើងឲ្យកម្លាំងចុះទៅពិនិត្យទៅបានឃើញថាមានមនុស្សប្រុសចងកតែយើងអត់ដឹងថាគាត់អត្តសញ្ញាណគាត់របៀបម៉េចទេបាទអាពេលភ្លាមហ្នឹងប្រជាពលរដ្ឋគេមានប្រាប់បងទេថាមានមនុស្សម្នាក់ឡើងទៅលើហ្នឹងបាទប្រជាពលរដ្ឋប្រាប់ទៅខាងប៉ុស្តិ៍យើងនៅជាប់ក្បែរហ្នឹងអញ្ចឹងយើងបានទទួលព័ត៌មានមកក៏យើងចុះមកសហការមកឃើញទាំងក៏យើងធ្វើការបន្តទៀតទៅឥឡូវសពយកទៅណាវិញបងតម្កល់នៅវត្តអស័យស្រស់បាទដើម្បីយើងធ្វើការពិនិត្យបន្តទៀតអរគុណបងអរគុណមើលទៅបរិះខាងលើហ្នឹងជនជាតិអីគេដែរបងយើងអត់អាចទាន់កំណត់អត្តសញ្ញាណបានអត់ទាន់បានទេណាបងបាទអត់ដឹងថាបងប្អូននៅណាណាបាទអត់ទាន់ដឹងអរគុណបងអរគុណបាទប្រិយមិត្តជនដោយសមាជិកគាត់និយាយអញ្ចឹងមិនដឹងថាគាត់មានវិបត្តិអីហើយក៏ដឹងថាគាត់មានរឿងអីដែរបាទហើយក៏គាត់ឡើងទៅលើ banner នេះតាំងពីម៉ោង10យប់ឯណោះបាទហើយមកទល់ម៉ោង2យប់នេះគឺចងកបានសម្រេចទម្លាក់ជើងចុះមកក្រោមបាទហើយសមាជិកបានហៅវិជាពលរដ្ឋមកកាត់សពបាទកាត់ខ្សែទម្លាក់សាកសពចុះមកក្រោមដើម្បីយកទៅតម្កល់ទុកនៅឯវត្តអរគុណប្រិយមិត្តទូទាំងជននេះគ្រាន់តែជាព័ត៌មានបឋមមួយទេបាទទុកឲ្យខាងសមាជិកលោកស្រាវជ្រាវបន្តហើយយើងមិនដឹងថាស្គាល់អត្តសញ្ញាណរបស់គាត់នៅឯណាហើយក៏ជនជាតិអីក៏មិនប្រកាសថាគាត់ជាជនជាតិចិនឬក៏ជាជនជាតិខ្មែរយើងមិនទាន់ប្រកាសជា 100% ឡើយទេទុកឲ្យសមាជិកលោកធ្វើការស្រាវជ្រាវជុំវិញករណីអត្តឃាតខាងលើនេះអរគុណ